ច្រើនខែឆ្នាំក៏រត់មកគោលបំណងរបស់ខ្ញុំគឺមានតែមួយគត់ខ្ញុំចង់ចូលបម្រើក្នុងជួរកងទ័ពណាព្រោះអីមួយរយៈកាលកន្លងមកខ្មាំងទឹកត្រូវនៅឯជាដែននគរវាកំពុងតែចង់បានទឹកដីធ្វើជាចំណោះរបស់វាក៏ប៉ុន្តែគូឲ្យចម្លែកនៅចិត្តម្ដាយរបស់ខ្ញុំណាទីបំផុតបែរជាម្ដាយរបស់ខ្ញុំគាត់មិនអាចបំពេញបំណងរបស់ខ្ញុំបានគាត់តែងតែរៀបរៀងខ្ញុំមិនឲ្យខ្ញុំចូលបម្រើក្នុងជួរកងទ័ពទេតើពេលវេលាណាទើបខ្ញុំអាចចូលបម្រើក្នុងជួរកងទ័ពបានបងបណិនអូតាមការពិតរំដួលអូនទេរៀបសួរបងបានហើយអូនបានហើយនេះថ្ងៃនេះអូនឯងទៅជីកដំឡូងទៀតហើយមែនទេចាអូឯណាទៅអ្នកមីងគាត់អត់ទៅជាមួយទេម៉ែអត់បានមកជាមួយខ្ញុំទេមិនអញ្ចឹងតំរឿងហើយមិញទៀតហ្នឹងបងនេះលោកពូសវងទៀតហើយមែនទេវាយទៀតហើយរំដួលខ្មាស់គេបងអើយកម្មអីកម្មខ្ញុំឲ្យម៉ែកម្មខុសគេក្រក៏ក្រស្គាល់តែវាយស្គាល់តែជេររាល់ថ្ងៃឲ្យតែទៅបង់បោកឆ្នាំងបោកចានផ្អើលអមអ្នកចិត្តខាងមកមើលខ្ញុំមិនណិតម៉ែណាបងទៅគាត់កម្មពេកអើថ្ងៃណាផុតកម្មផុតពៀបងឯងមើលបើវេទនាម្លឹងម៉ែខ្ញុំហត់ក៏ដូចបងដឹងស្រាប់ជីកដំឡូងអត់ដែលហ៊ានសម្រាកទេសម្រាប់ពុកវិញគាត់ដើរទៅហូបស្រាពេលស្វឹងមករករឿងធ្វើបាបតាម៉ែដូចវេទនាម្លឹងដឹងរស់ទៅអីមិនបាច់ទៅចិត្តអ្វីទេកាត់មកជាមនុស្សត្រូវខំប្រឹងនឹងព្យាយាមឡើងបងអាណិតក្រុមគ្រួសាររបស់អូនណាតែធ្វើមិនដេចតែបងធ្វើមិនដេចទេមិនដឹងជាខ្ញុំសាងកម្មអីទេបងខ្ញុំតូចចិត្តណាស់បើរឿងក្រនោះមិនអីទេតែពិបាកចិត្តរឿងពុកស្វឹងខ្ញុំខ្មាស់គេបងឯងមើលកុំភូមិយើងគេសកលខ្ញុំដែរខ្លះក៏គេរៀបការខ្លះគេមានគូដណ្ដឹងខ្លះគេមានដង្កូនហើយខ្ញុំណែបងឯងមើលនៅទល់ចំណាំហ្នឹងស្ងាត់ឲ្យសោតអត់មានអ្នកណាគេស្ដីទេបងអើយបើយើងរូបក៏អាក្រក់ក៏ក្រអញ្ចឹងមិនបាច់ទៅចិត្តមានតែប្រូវបងអើយមនុស្សប្រុសស្រីជាចំណៃនៃធម្មជាតិត្រូវតែមានគូស្រករដូចគ្នាតែគ្រាន់តែមុននឹងក្រោយយូរនឹងឆាប់តែប៉ុណ្ណោះណាអូនប៉ុន្តែសម្រាប់ខ្ញុំគិតថាខ្ញុំនៅម្នាក់ឯងអញ្ចឹងស្រួលជាងបងព្រោះបើរៀបការមានប្តីទៅហើយពុកខ្ញុំនៅតែអញ្ចឹងនាំឲ្យសាច់ញាតិខាងប្តីមើលងាយពុកខ្ញុំទេហើយកុំរៀបការល្អជាងនៅជាមួយពុកម៉ែរហូតទៅអូនឯងគិតអញ្ចឹងក៏ជាការល្អមួយយ៉ាងដែរសម្រាប់អ្នកមានគុណរបស់យើងបងមនុនខ្ញុំភ្លេចប្រាប់បងនៅក្នុងភូមិយើងឥឡូវមានលោកមេកងដើរជ្រើសរើសអ្នកមានសមត្ថភាពខាងគុណតៅគុណដំបងខ្ញុំលើកគេនិយាយតគ្នាថានៅជ័យនគរមានខ្មាំងឈ្លានពានដណ្ដើមទឹកដីបងមានបានដឹងរឿងនេះទេរំដួលអូននិយាយនេះគឺជាការពិតមែនទេអូអ្នកស្រុកអ្នកភូមិយើងគេដឹងគ្រប់គ្នាមិនចឹងមិនន័យថាលោកមេកងចូលមកដល់ស្រុកភូមិរបស់យើងហើយអញ្ចឹងបងអត់ដឹងទេបងប្រកាសជាមិនដឹងមែនព្រោះម៉ែរបស់បងបានប្រាប់បងឲ្យទៅឡើងភ្នំទៅរកបេះថ្នាំយកមកឲ្យគាត់នេះសំណាងល្អហើយកុំបានទៅឯងប្រាប់បងទួនម្ល៉េះបងប្រកាសជានឹងឡើងភ្នំហួសបាត់ទៅហើយឥឡូវនៅពេលនេះបងមិនត្រូវឡើងភ្នំទៅរកបេះថ្នាំយកមកឲ្យម៉ែទេបងទៅត្រឡប់ចូលទៅក្នុងស្រុកភូមិរបស់យើងវិញហើយបងនឹងបដិញ្ញានៅក្នុងចិត្តទោះបីជាម្ដាយរបស់បងគាត់មានអ្នកយ៉ាងណាក៏ដោយបងនឹងទៅបដិញ្ញាស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពនៅពេលនេះឲ្យទាល់តែដែរខ្ញុំជូនបងសូមឲ្យម្ដាយរបស់បងគាត់យល់ព្រមឲ្យបងទៅបម្រើជួរទ័ពចាស់ណាសាធុអត់ដូចជាពាក្យសម្ដីរបស់អូនចោចាអញ្ចឹងបងអរគុណហើយបងត្រឡប់ទៅវិញហើយណាចាបងយ៉ាងចឹងថ្ងៃនេះអូនឯងទៅជីកដំឡូងតែម្នាក់ឯងទេចាអូនឯងកុំចូលព្រៃជ្រៅពេកណាអរគុណហើយតែបងបារម្ភពីខ្ញុំព្រួយបងខ្លាចចាបងទៅចង់បងមិនជាមនុស្សល្អណាស់មានកិត្តិយសមានកិត្តិយសហើយគាត់នៅមានចិត្តមេត្តាទៀតអូនរៀនត្រីសំណប់ចានសូមស្វាគមន៍សាច់ថ្មីមកកាន់កម្មវិធីរាត្រីសំណប់ចិត្តរបស់បណ្ដាញទូរទស្សន៍កម្ពុជាមានក្តីសុខអីទៅអូនដៃក្តាប់ដងជួបរាល់ថ្ងៃក្បាលទូលកញ្ជើដំឡូងដើរអូស្រូវអង្គគេរាល់ថ្ងៃអូនអើយជីវិតណាជីវិតយើងអ្នកក្រ
ជាអ្នកក្រគុំជុំណាអូនរស់ទាំងត្របងអូនណាធ្វើមិនដាច់ណាវាសនាតែពេលណាចាំចាំចាំនឹងសុំមកគេដឹងហើយបានត្រឹមអាណិតណាអូនណាបងមិនអាចជួយបានឡើយណាសូមអរគុណណាបងគុំយល់ណាបងថាអូនអើយគុំតស៊ូតាមកម្មទៅអរគុណណាបងដែលបន្លប់ទុកខ្ញុំហើយគេយកអូនទៅបម្រើនៅផ្ទះគេហើយតែមានទុកធំមែនបងអើយតែមានបងរួមចិត្តណាគេយកអូនឯងទៅហើយចាំលែងបានជួបគ្នាហើយបងអើយអរគុណណាស់បងអើយតែយល់ចិត្តខ្ញុំមកបងអត់អូនបងទៀតលើយបងនឹងជួយសុំជំនួសអូនតែមានទុកធំណាបងអើយមានបងនៅក្បែរខំមើលការបម្រើគេណាអូនណាតែនេះខ្ញុំត្រូវឃ្លាតឆ្ងាយបងអើយមិនបាននៅចិត្តទៀតទេបងសុំអរសាច់ឈីមិនសូមមកវេទនាចឹងទេនេះពុកនេះម៉ែបងអើយបងអើយជំនុំខ្ញុំផងបងអើយប្រាប់លោកមិនថាខ្ញុំលួចគាត់ហើយបងអើយនៅឲ្យបានសុខណាបងខ្ញុំចង់ឲ្យបងអើយជាបាត់មានក្តីសុខជាងខ្ញុំទៅចុះបងផាជាយាមណាអូនណាខំមាត់សង្កត់ចិត្តអត់ធ្មត់ជំនះគ្រប់ឧបសគ្គកុំទឹកជ្រេធ្វើការឲ្យគេបាញ់ចិត្តណាអូនចាបងទៅចុះទៅឲ្យសុខទុក្ខអើយខ្ញុំលេហើយណាបងណាយើងលែងបានជិះដំឡូងជាមួយគ្នាទៀតហើយខ្ញុំលេហើយបងផាខំធ្វើការបម្រើឲ្យគេពេញចិត្តណាអូនកុំឲ្យគេជេរគេវាយថាជីវិតខ្ញុំមិននេះតែយ៉ាងហោចក៏ខ្ញុំមានម៉ែពេលខ្ញុំពិបាកចិត្តមានម៉ែនៅក្បែរខ្ញុំបានធូរខ្ញុំបានកក់ក្ដៅជីវិតបងផានិងខ្ញុំមិនខុសគ្នាទេបើសិនជាពុកខ្ញុំមិនត្រវឹងស្រែម្លេះសូមខ្ញុំប្រហែលជាមិនពិបាកចិត្តដូចពេលនេះល្ងាចនេះបើអត់លុយឲ្យគាត់ហូបស្រាពិតជារឿងទៀតហើយអូរវល់តែនិយាយថ្ងៃរះខ្ពស់ណាស់ណៃហើយអត់ទាន់ជីកដំឡូងបាន10000ទេបើអត់បានដំឡូងអត់មានលុយឲ្យពុកហូបស្រាល្ងាចហ្នឹងពុកពិតជាវាយម៉ែទៀតវាយខ្ញុំចាំបាច់ចាស់ហើយកូនណាពុកព្រាដំឡូងវិញហើយណាពុកវិញហើយដាច់តែទេហើយខ្ញុំលក់ដំឡូងរួចហើយចាំបាច់ចាស់ហើយណាមិនអីទេពុកក្រោកខ្លួនទៀតហើយមែនទេជាការពិតហើយកូនខ្ញុំមិននឹកទុកអីណាពុកប៉ុន្តែខ្ញុំជីកដំឡូងមិនសូវបានប្រាប់បន្តិចបន្តួចតិចស្នងពុកអើយអត់គ្រូនតែមិនអីទេណាពុកណាតើនឹងព្យាយាមបើជំងឺពុកទៅលេខទៀតមិនអីទេទោះបីយ៉ាងណាក៏ដោយចុះបើសិនជាពុកបងកូនគ្មានលុយទិញថងឪពុកក៏មិនអីដែរចាំថ្ងៃណាដែលដាំច្រើនបានលុយច្រើនចាំទិញឲ្យចុះណាកូនណាចាពុកអស់កំឡុងហើយមិនទេខ្ញុំមិនអីទេពុកចាំមិនទេប៉ុន្តែពេលនេះអង្គរក្នុងផ្ទះយើងក៏អស់ទេ
ធ្វើយ៉ាងម៉េចទៅបងកុំជុំណាកូនជីវិតយើងជាអ្នកក្រក្រៃរបែងតែជួបប្រទះភាពអត់ឃ្លានចឹងហើយណាហើយចុះមិនអីទេបើសិនជាអត់អញ្ចឹងដល់សពប្រមាណកូនហុកចូលមិនបាច់គិតអំពីឪពុកទេណាកូនណាចាំមិនអីទេខ្ញុំនឹងប្រមងអង្គនៅបាត់ឆ្នាំយើងទៅដល់ឲ្យពុកទុកចូលសម្រាប់ចំណាំពុកណាអូនណាស្អីក៏ស្អីឈរឲ្យឆ្ងាយឆ្ងាយបន្តិចទៅប្រយ័ត្នឆ្លងអាជាតិក្រនឹងវាតោងដល់ស្បែកយើងនេះណែអ្នកនាងប្រយ័ត្នខ្លួនទៅណាឥឡូវនេះចាំខ្ញុំហៅវាចេញមកណាអ្នកនាងហៅវាលឿនណានាងបុកផាណាកាចាស់សននៅសងំនឹងហិតអ្នកនាងយើងចង់ជួបនេះមិនលឿនអ្នកនាងហៅយើងនេះខ្ញុំជម្រាបសួរអ្នកនាងចេញមកតាសនចេញរឹកមកកុលស្ត្រីមកឲ្យពុកឃើញតែអ្នកនាងជ្រិញនោះជ្រិញអូយអ្នកនាងណាប្រយ័ត្នផងណាប្រយ័ត្នឆ្លងក្រអូនណាអូនឯងឈរឲ្យឆ្ងាយឆ្ងាយតិចទៅណានិយាយចាប់ពាក្យសម្ដីទៅបានហើយណែអ្នកបុកផាថ្ងៃណាតែនាងឯងសំលុយម៉ែរបស់យើងវិញហ៎សុំទោសផងអ្នកនាងតែនេះឪពុកខ្ញុំកំពុងតែមានជំងឺរកប្រាក់បានបន្តិចបន្តួចត្រូវតែស្ដាប់ឪពុកតែប៉ុណ្ណោះឥឡូវនេះខ្ញុំគ្មានលទ្ធភាពនឹងសងលុយអ្នកនាងទេអូហូកុំសាក់ខ្លាំងណាស់បុផានេះបងស្រក់ទឹកភ្នែកហើយណាអូយគួរឲ្យអាណិតខ្លាំងណាស់យើងចង់ប្រាប់ថាទោះបីជាឪពុកនាងឯងស្លាប់នៅថ្ងៃនេះក៏ដោយតែថ្ងៃនេះឪរបស់នាងឯងនេះបានសន្យាជាមួយនឹងអ្នកម៉ែរបស់យើងថាត្រូវសងប្រាក់របស់យើងនៅថ្ងៃនេះម៉ែណៃប៉ុន្តែខ្ញុំគ្មានប្រាក់ទេទេតែឪនាងឯងសន្យានឹងម៉ែយើងថាសងលុយយើងឯហ្នឹងឯងមិនកាត់អពុកខ្ញុំព្រៀនធ្វើម៉ែខ្ញុំមានប្រាក់ទេពុកកែត្អូនក្អែណាស់ណោះម៉ែហើយខ្ញុំកែរហើយថាតអ្នកនាងអើយសូមអ្នកមេត្តាក្រហើយនាងតាំងទៅអានេះថ្ងៃហូបគៀបដូចជាវាចាំគ្នាសូមអ្នកនាងមេត្តាខ្ញុំគ្មានលទ្ធភាពរកប្រាក់ដើម្បីសងទេណាសូមអ្នកមេត្តាកុំចេះប្រមាថទុកពេលឲ្យខ្ញុំអ្នកនាងអើយអ្នកនាងអត់ទៅចិត្តតែប្រយ័ត្នឆ្លងក្រកាប់អត់នេះទុកពេលអត់ទុកពេលឲ្យខ្ញុំឆ្លាស់ទៀតប៉ុន្តែពេលនេះខ្ញុំសូមតែបន្តិចទៀតសំពេលខ្ញុំគ្មានលទ្ធភាពសំប្រាក់អ្នកនាងទេឲ្យតែពទាលុយពេលណាសំពេលអស់ថ្ងៃណាតាមថ្ងៃសងលុយលោកស្រីយើងទៅម៉ែនេះមកក្រាស់ទៅបើណាអ្នកនាងទោះបីជាអ្នកនាងចង់ទេចេះខ្ញុំយ៉ាងណាចាំតាខំខ្ញុំមិនthấyលុយគេអត់សងប៉ុន្តែខ្ញុំមិនជាគ្មានលទ្ធភាពតែសងប្រាក់អ្នកនាងមែនពិតមែនហើយពួយទាំងអស់គ្នាបើជាបាត់សាច់ខ្ញុំនិងកូនរបស់ខ្ញុំទៅជានាងអើយក៏ប៉ុន្តែដឹងស្រាប់ហើយថាភាពយ៉ាងស្គតដល់ដំណាប់បងបានណាមើលខ្ញុំក៏មានជំងឺដូច្នេះវេតាដល់កូនស្រីរបស់ខ្ញុំផងទៅទុំសុំបងទៅចោលណែតាកចាស់ឯងហ្នឹងក៏ចាំដែរខ្លួនយើងចាស់ហើយតោះនេះលេវាឡើងពីពូបែកចេញជាសងហើយមិនចេះគោរពពាក្យសម្ដីខ្លួនឯងខ្លះទេបានសន្យាជាមួយនឹងម៉ែខ្ញុំថាសងលុយនៅក្នុងថ្ងៃនេះហេតុអីបានជាតាឯងមិនចេះគោរពពាក្យសម្ដីខ្លួនឯងអញ្ចឹងម៉ែនាងថាតានេះទៅផ្លិចអស់ហើយយើងនេះជាក្មេងនេះរឿងឯងនឹងជួយប្រាប់
ដីមេត្តាកាត់ដល់ចំពោះអ្នកទាំងអស់គ្នាទៅចុះជប់សង្ឃឹមជឿជាក់ថាខ្ញុំនឹងសងប្រាក់អ្នកអស់គ្នាឲ្យទាល់តែអស់ដើម្បីបលួសកូនស្រីរបស់ខ្ញុំបុផាកាត់នេះមិនទេនាងមកវិញឲ្យប្រាក់អញ្ចឹងនោះទុកពេលឲ្យខ្ញុំមិនតិចទៅណានាងទុកពេលឲ្យវារីក៏អត់ដែរនាងសម្រាប់កាត់បានដែរអូយទុកពេលគុំចុះមកទៅពេលយើងមកលោកណានាងតែจะឆោតបែបនេះទុកពេលរាល់ថ្ងៃអញនឹងអត់ទៅតែចាំនេះទឹកឡើងតែក្តៅនៅក្នុងចិត្តណាអញគូដល់តាមួយសាថាគ្មានលុយសងទុកឯងគេនឹងថាទៅមកណាគ្មានលុយឲ្យអញអូនក្បាលនេះចេញពីផ្ទះនេះលេចាណាអញបងអញក៏មកនេះអីពីចឹងហ្នឹងឯងចេះមកដល់ផងស្លាប់ផងតាកាកុំថាអញមិនបានប្រាប់ឲ្យសោះណាម្ដងជាពីរដងយើងមិនថាអីនោះទេប៉ុន្តែនេះអូនសម្រាប់ដងហើយណានាងបុផាតែយើងនេះក៏ត្រង់តើទាំងហៅកណ្ដាលហាថ្ងៃមកទីលុយពីនាងនេះនាងក៏តែអាណិតយើងប្រាប់ផងឥឡូវចាស់ណានាងបើថ្ងៃនេះវាមិនសមលុយនាងទេនោះខ្ញុំគិតថានាងនេះទុកពេលរយៈ3ថ្ងៃទៀតចឹងចាំយកមកទាលុយទៀតណានាងក៏បានមែនទេបានធ្វើមិនដល់បានរយៈពេល3ថ្ងៃទៀតក៏លឿនណាស់បាច់នៅយូរឯនាងឲ្យជួយមិនតិចទៀតមកទេនាង3ថ្ងៃនេះខ្ញុំមិនបានសុំនាងទេខ្ញុំមិនដឹងពីណាយើងមិនខ្វល់យើងមិនដឹងពីភាពលំបាករបស់នាងទុកបីតែបន្តិចប៉ុន្តែយើងដឹងថារយៈពេល3ថ្ងៃនេះបើសិនជានាងគ្មានលុយឲ្យយើងទេយើងនឹងអស់ក្បាលថ្ងៃនេះទៅធ្វើជាខ្ញុំកញ្ចាក់កាច់ថ្លៃនៅមកវិញរបស់យើងនេះឥឡូវនេះថា3ថ្ងៃទៀតណាយើងនឹងមករឹបអូននាងឯងនឹងអើនាងឯងឲ្យទៅធ្វើកញ្ចាក់កាច់ថ្លៃនៅផ្ទះរបស់យើងឯងមែនហើយនាងចាំទុកផងណានាងបុផាសាកចាស់អូនចាំទុកក្នុងគ្រួក្បាលរបស់នាងទៅពីបុផាណាបងណាបងគិតថាយើងល្មមទៅហើយពីព្រោះថាបងមានអារម្មណ៍ថាដូចជាឆ្លងល្មមដៃល្មមជើងតែទេអូយនាងណាប្រហែលជាមានរងតោងច្រើនហើយមិនទៅបាច់នៅយូរទេនាងតោះសុំជើញនាងតោះអូនអញ្ចឹងទៅវិញប្រយ័ត្នឆ្លងក្រទៅចានាងនាងទេ3ថ្ងៃណាបើ3ថ្ងៃគ្មានប្រាក់អត់លោកស្រីទេឯងនេះច្បាស់ជាងាប់ហើយចាំមើលទៅចាំទុកផងណាតាកញ្ញាសនាងបុផាច្បាក់លុយគេកុំមកក្រាស់ពេកមិនខ្ញុំច្រឡំចូលផ្ទះវិញឥឡូវខ្ញុំទៅហើយមកហើយមិនកំណត់មកចូលផ្ទះគេណាហើយអូយខ្ញុំអត់ស្គាល់ទេណានាងចាំបាច់ទៅហើយកូនប៉ាតាបាច់ខាត់ទៀតតែប៉ុណ្ណោះខ្ញុំពិតជាគ្មានបានការបើគេជេរបើគេប្រមាថខ្ញុំមិនខឹងគេទេប៉ុន្តែគេមានបែរសង្កូននឹងខ្ញុំគេមកស្គាល់ក្បាលពោគេប្រមាថមកគេខ្ញុំទៅមកជួយមកឯងបានមិនអីទេកូនគ្រាន់តែសម្ដីកូនប៉ុណ្ណឹងទុកបីកូនបាត់ធ្វើកូននៅពុកធំដល់គាត់ឲ្យចុះណាស់ហើយទ្រាំតាមកម្មរបស់ចុះណាកូនណាឥឡូវនេះមកចូលក្នុងផ្ទះរបស់យើងសិនទៅកូនចង់ទៅណាទៅទីកំឡុងនៅពេលរកប្រាក់បន្តិចបន្តួចទៅជិះដំណងទៀតហើយមិនទេទៅចុះកូនមិនតាមចាក់ខ្លួនណាចាំមក
បាក់យ៉ាងណាខិតខំតស៊ូរាល់ថ្ងៃញើសហូរខ្ញុំមកខំដងរកកំរៃចង់ឲ្យម៉ែហូបឆ្ងាញ់ចង់ឲ្យម៉ែមានសម្លៀកបំពាក់ថ្មីតែมันបានដូចចិត្តទេពុកអើយពុកថ្ងៃណាតើពុកគិតដល់ខ្ញុំនិងម៉ែខ្លះរាល់ថ្ងៃពុកស្រវឹងពេលពុកស្រវឹងពុកឡូឡាឆ្លោះជាមួយម៉ែដោយមិនខ្មាស់អ្នកចិត្តខាងបើនៅតែយ៉ាងនេះជីវិតខ្ញុំនិងម៉ែប្រហែលជាមិនស្គាល់ពាក្យថាធូរធារនឹងគេទេទៅខ្ចីស្រូវគេក៏មិនបានអញ្ចឹងខ្ញុំប្រញាប់ទៅប្រាប់ម៉ែព្រោះគេត្រូវការឲ្យខ្ញុំនិងម៉ែជីកដំឡូងទៅឲ្យគេមុនកុំឲ្យម៉ែចាំខ្ញុំប្រញាប់ទៅប្រាប់ម៉ែសិនចាបងចាឯរវល់ធ្វើមិនលឺយើងហៅទេអីហ៎ចាខ្ញុំធ្វើបបោក្រោយផ្ទះបងធ្វើស្មៅលពើចាបានទេឲ្យកូនទៅណាបានហើយហ៎កូនឲ្យទឹកខ្ចីស្រូវគេស្អីគេចាបានទេឲ្យទៅឲ្យកូនទឹកខ្ចីស្រូវគេចាបងហើយអាត្មាបានទៅបានបាយឲ្យយើងហូបហ៎ចាបងសម្រាប់តិចទៅភ្ញាក់ឡើងបានហើយបងយើងដេញមិនលុយទេបើគ្មានបាយគ្មានទឹកទេយកលុយមកយើងលុយត្រូវហើយលុយអីគេបងលុយអីលុយយើងយកទៅផឹកស្រាអូបងអើយបងក៏ដឹងដែររាល់ថ្ងៃខ្ញុំនឹងកូនខំណាស់ព្រោះរាល់ថ្ងៃដោយសារជីកដំឡូងលក់យើងជំពាក់គេចំចិត្តណាបងជំពាក់សេដ្ឋីនេះមិនទាន់មានលុយទុកសងបងថ្លៃការគាត់នោះទេអត់មានទេណាបងអត់មានទេអត់មានលុយទេចាបើគ្មានលុយទេឲ្យជៀនមកយើងជៀនជៀនណាបានឲ្យជៀនណាចិញ្ចៀនប្រហែលជាបងផ្លិចហើយកាលដែលយើងអស់អង្គយើងក៏យកទៅលក់ឲ្យតែអង្គហូបច្រើនខែមកនេះបានតែសារលុយចិញ្ចៀនហ្នឹងហើយចិញ្ចៀនមកម៉ៃលក់បាត់ហើយចាលក់យូរហើយបងបើចិញ្ចៀនមកម៉ៃលក់បាត់ហើយមកម៉ៃពិតជាមានលុយនៅសល់ចាអត់ទេបងអត់ទេយកលុយមកខ្ញុំអត់មានទេបងប្រាប់តែយកលុយមកយើងបងយើនេះឯងវាយយើងផងអត់ទេបងទួលខ្លួនឯងបងហើយយើងមកកុំអីរំដួលកុំអីកុំមកដែរបានហើយបងម៉ែនឹងឯងវាយអត់ទេបងអត់វាយបងណាបងណាខ្មាស់គេបងអើយខ្មាស់គេម៉ែណាយើងមិនដឹងអានឹងខ្ញុំហងបងមិនដឹងបានហើយបងគាត់បានមើលបងអើយ
គេចេះមកដៅឲ្យផងបងអាចគាត់បងចាំខ្ញុំរលុយឲ្យបងកុំខឹងកូនរលុយឲ្យចាល្ងាចបងណាចាំល្ងាចចាល្ងាចឲ្យច្បាស់ថាល្ងាចចាហើយប្រាប់កូននេះកុំចេះស្ដីបដៅអញអាចស្ដាប់អត់បានទេហើយប្រាប់ណាល្ងាចដាំបាយដាំទឹកទុកឲ្យស៊ីផងចាបងអញត្រឡប់មកវិញអត់មានបាយមានទឹកឯងប្រាច់ទាត់ចានទាត់ឆ្នាំងស្ទិចអញទៅចាទៅណាអញទៅផឹកបុកស្វឹងហើយបុកសម្រានទៅណាបុកប្រាប់ឲ្យតែអញនេះមិនលក់អញទៅការផឹកបើល្ងាចអត់លុយអញប្រានត្រៀមខ្លួនទាំងម៉ែទាំងកូនអញទាត់ទឹកឲ្យប្រាប់អញប្រាប់ចាំបុកយ៉ាងម៉េចហើយតែអញប្រាប់ឲ្យហើយអញប្រាប់រៀបត្រីសំណប់ចានចាលោកស្រីវិញ្ញាបានទស្សនានៅឆាកទី2នេះរួចមកហើយឃើញថាមានតួអង្គស្រីមួយទៀតឈ្មោះថារំដួលចាជីវិតនាងរំដួលក៏មិនខុសពីជីវិតនាងបុប្ផាប៉ុន្មានទេនាងគឺជាអ្នកជីកដំឡូងដើម្បីយកលុយមកជួយក្រុមគ្រួសាររបស់នាងចានាងរំដួលគឺមានឪពុកជាអ្នកប្រមឹកដែលតែងតែរករឿងនាងហើយពេលដែលមកពីស៊ីផឹកវិញនោះក៏ថែមទាំងស្រែកឲ្យប្រពន្ធនោះយកលុយមកឲ្យខ្លួនដើម្បីទៅផឹកបន្តទៀតចាឃើញថាជីវិតពីអ្នកម្ដាយនិងកូនគឺមានទុក្ខលំបាកមិនខុសពីគ្រួសារនាងបុប្ផានិងឪពុកនោះទេលោកស្រីនិងកញ្ញាទីមេត្រីនៅវគ្គក្រោយយើងនឹងជួបគ្នាជាបន្តទៀតសម្រាប់ពេលនេះរាត្រីសម្រាប់ចិត្តសូមអនុញ្ញាតសម្រាប់បន្ថែមសិនចារៀបត្រីសំណប់ចានមិនមានស្នាខ្ញុំអត់ដល់មកអើទឹកភ្នែកញអនត្រអបងអើយទេមិនអត់តទេមិនប្រណីកូនតែចេតកូនតែវៃរមានរត់ថ្ងៃបងអើយទុកអូនអត់ស្រានអត់មិនកូនទុកអូនអត់ណាស្រានបាននាំកូនត្រឡប់ទៅស្រុកម៉ែអើយខ្លាចម៉ែឆ្ងល់មុខម៉ែអៀនណាសន្តានធ្វើមិនដាច់ញាមានកម្មជាប់ប្រាណដំណើរឆ្លៀនពៀនម៉ែអើយទៀតពៀនអត់ស្បើយប្តីវៃប្តីជេម៉ែអើយត្រែករកម៉ែរាល់ថ្ងៃបងសាក់ពេលប្តីក្រោយងាជើងតតងាជើងធាក់ប្រមៃឃើញនៃតែបងឲ្យចិញ្ចៀនឲ្យខ្ញុំរងចាំពេលដែលបងត្រឡប់មកពីធ្វើសង្គ្រាមវិញទាំងរៀបការជាមួយរើឈ្មោះដាក់ឲ្យកូនរងឲ្យលាក់កូនណាតែកូនជាអ្នកដតីធ្វើជាឪពុកពេលគេជេរគេវាយនឹកដល់បងចង់រាល់ថ្ងៃនេះបងឯងមានកូនចៅប៉ុន្មានតែរីណាម្នាក់គេមានវាសនាបានធ្វើជាភរិយារបស់បងធ្វើម៉េចខ្ញុំមានបន្តិចតោងបងឯងមិនដល់អ្នកម៉ែខ្ញុំរត់ចោលផ្ទះខ្ញុំធ្វើឲ្យម៉ែទឹកភ្នែកធ្វើឲ្យម៉ែអាម៉ាឥឡូវនេះខ្ញុំហែលទឹកភ្នែកមកឯងហើយណាម៉ែឥឡូវខ្ញុំហែលទឹកភ្នែកមកឯងអត់រួចទេម៉ែជួយខ្ញុំផង
រចកាច្រើនឆ្នាំច្រើនខែកន្លងផុតមកហើយបាទខ្ញុំខំហាត់រៀនវិជាកូនដៅកូនបងព្រមទាំងវិជាសាស្ត្រទាំងឡាយពេល